Ok, đây nàoនេះចឹងថ្ងៃនេះយើងមកធ្វើការតឡើងជាមួយនឹង DNS Server លើ Windows 2022 Windows Server 2022ចឹងឥឡូវយើងចូលទៅកាន់ VMware របស់គ្នាចឹងយើងចូលមក Server Manager បន្ទាប់មកគឺទីមួយយើងត្រូវមើលទៅលើ local server របស់យើងសិនតើវាមាន IP ផងអត់ចឹងបើសិនជានេះគឺខ្ញុំអឺ DHCP ចឹងគឺខ្ញុំត្រូវការអាសាញ IP address ទៅឲ្យវាចូល property តមកចូលទៅកាន់ IP វាខ្ញុំដាក់ IP ឲ្យវាឧទាហរណ៍ថាខ្ញុំដាក់ប្រហែល21.121ទាំងចប់ណាចឹងអានេះ subnet មកនេះ default gateway វា1.1អូខេប៉ុណ្ណឹងហើយคลิก OK មកអូខេទៅមកអូខេចឹងប៉ុណ្ណឹងហើយគឺចាំតិចហើយវាអត់ចេះអត់ចប់ចឹងយើងធ្វើការ restart មួយណាចប់ហើយតោះអូខេចឹងយើងចូលទៅកាន់អឺ tool ទៅកាន់ tool មកតមកគឺយើងមានហើយអញ្ចឹងដើម្បីមាន DNA មាន DHCP អញ្ចឹងឧទាហរណ៍ថាចង់បានគឺយើងត្រូវធ្វើការ install វាមកសិនដំបូងគឺយើង install អញ្ចឹងខ្ញុំមានស្រាប់ហើយគឺខ្ញុំចូលទៅកាន់ DNS តមកគឺដំបូងឡើយគឺយើងคลิกទៅលើរបស់យើងនេះមកអញ្ចឹងគឺ forward lookup ទៅអញ្ចឹងគឺអានេះគឺ domain ដែលខ្ញុំបានធ្វើការកើតហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅ comment prompt ខ្ញុំសាក ping ទៅ domain មួយហ្នឹងអញ្ចឹងថាវាដើរអត់ឧទាហរណ៍ថាខ្ញុំ ping ទៅកាន់in.cm fd t 3a2 អញ្ចឹងខ្ញុំ ping ទៅគឺវា reply ធម្មតាណាអញ្ចឹងដើម្បីធ្វើការបង្កើត domain បាត់គឺមានន័យបាក់ទេយើង right click លើហ្នឹងមកយើងយកពាក្យថា new host AAA អញ្ចឹងទីមួយឧទាហរណ៍ថាខ្ញុំបង្កើតថា E9 អញ្ចឹងណាអញ្ចឹង IP address គឺយើងដាក់ដូចទៅនឹងយើងអាសាញអញ្ចឹង192.168.161អញ្ចឹងណាអញ្ចឹងបើសិនជាយើងអត់តន់ធ្វើការឥឡូវឈ្មោះអីគេឈ្មោះ E9 អញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើតពីកាន់ E9 អញ្ចឹងអត់ស្គាល់ទេណាខ្វះ time out វិញអញ្ចឹងវាអត់ស្គាល់ទេអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចង់បានគឺយើងធ្វើការ add host មួយវាមកអូខេដល់តមកខ្ញុំធ្វើការបានហោះមួយឈ្មោះ E9 អញ្ចឹងឧទាហរណ៍ថាខ្ញុំ ping ទៅកាន់ E9 ហ្នឹងមិនដែរអញ្ចឹងគឺវាស្គាល់វាធ្វើការ reply ធម្មតាហើយ from IP របស់យើងយើងធ្វើការ assign មីងឯងចូលទៅកាន់អញ្ចឹងអូខេតកតងនឹងវីដេអូDNS server លើ Windows Server គឺខ្ញុំមានតែប៉ុណ្្នឹងឯង